តាមពិតណាម្នាក់នេះត្រូវជួបជាមួយនឹងកីឡាករកបីព្រៃពេជ្រសម្បត្តិក៏ប៉ុន្តែឥឡូវនេះគឺដូរបេក្ខភាពហើយនៅទឹកដីជប៉ុនបាទនៅសង្វៀនធំទៅទៀតបាទសង្វៀនដែលខ្ញុំចង់ឃើញកីឡាករគុនខ្មែរគ្រប់រូបណាទៅប្រជែងជាមួយគេហើយមួយវិញទៀតហើយដើម្បីផ្សព្វផ្សាយវិស័យប្រដាល់គុនខ្មែរនេះឲ្យកាន់តែមានគេស្គាល់កាន់តែច្រើនបងប្អូនតាមពិតណាត្រូវជួបកបីព្រៃឯងក៏ប៉ុន្តែប្រហែលជាកបីព្រៃជាប់ភារកិច្ចនៅសង្វៀនក្នុងស្រុកច្រើនហើយប្រហែលជាអត់បានទៅអញ្ចឹងហើយក៏បានទៅជួបជាមួយនឹងធនមេងហុងខ្ញុំគិតថាជួបធនមេងហុងក៏ល្អដែរព្រោះអីមេងហុងក៏មិនមែនជាកីឡាករដែលគេហៅថាអត់នៅណាបងប្អូនបាទជាកីឡាករឈោ5ទឹកមិនងាយមានអ្នកវាយឲ្យមេងហុងសន្លប់ឯណាបាទមិនមែនថាអត់ទេមានក៏ប៉ុន្តែសមត្ថភាពរបស់គាត់ខ្ញុំជឿជាក់ថាបុកវឹកហាត់ឲ្យខ្លាំងខ្ញុំគិតថានឹងអាចធ្វើបានល្អហើយបាទប៉ុន្តែខ្ញុំជឿជាក់ថាមកគូនេះក៏មិនចាញ់ដៃគូលូនបញ្ញាប៉ះជាមួយនឹងកីឡាករជប៉ុននៅ K1 ដូចគ្នាដែរអញ្ចឹងកូនសិស្សលោកគ្រូធនសុភាមានឱកាស2នេះឯងបងប្អូនលូនបញ្ញាប៉ះជាមួយនឹងកីឡាករជប៉ុនកាត់ហ្វីលីពីនឥឡូវនេះធនមេងហុងប៉ះជាមួយនឹងកីឡាករជប៉ុននៅសង្វៀន K1 ដូចគ្នាប៉ុន្តែគ្រាន់តែថាថ្ងៃខែប្រហែលជាជាមួយគ្នាឬមួយក៏យ៉ាងណាយើងមិនច្បាស់ទេក៏ប៉ុន្តែយើងចាំមើលទាំងអស់គ្នាថាតើធនមេងហុងអាចយកគេហៅថាជ័យលាភីជូនគេហៅថាអ្នកគ្រប់គ្រងឬមួយក៏យ៉ាងណាខ្ញុំគ្រប់គ្រងណាបាទឲ្យតែទៅប្រកួតលំដាប់សង្វៀនធំបែបនេះទោះជាគេហៅថាចាញ់ព្រៀបគេហៅថាគេមិនតិចឬមួយក៏មិនទួចក៏ដោយក៏ខ្ញុំចង់ឲ្យវិស័យគុនខ្មែរនេះគឺដើរបានល្អដែរព្រោះអីដែលសារថាទី1យើងទៅផ្សព្វផ្សាយគុនខ្មែរគឺមិនមែនយកទៅគេហៅថាទៅដើរលេងទេអញ្ចឹងសូមឲ្យកីឡាករគុនខ្មែរទាំងអស់ពេលដែលជួបគេហៅថាពេលដែលត្រៀមប្រកួតនៅសង្វៀនប្រទេសក្រៅសូមកុំទៅណាឲ្យសោះប្រឹងវឹកហាត់ដើម្បីគេហៅថាមុខមាត់ប្រទេសជាតិមុខមាត់គេហៅថាជនជាតិខ្មែរយើងទាំងមូលណាហើយនឹងផ្សព្វផ្សាយវិស័យគុនខ្មែរនេះឲ្យគេឃើញផងព្រោះអីដែលសារតែគុនខ្មែរយើងភាគច្រើនល្បីទៅនៅក្នុងស្រុកទេក្រៅស្រុកគឺអត់សូវមានអ្នកដឹងទេអញ្ចឹងចង់ឲ្យគេឃើញលុះត្រាតែយើងចេញឲ្យបានច្រើនបាទចាញ់ក៏ដោយឈ្នះក៏ដោយចាញ់ក៏ដោយឈ្នះក៏ដោយសង្ឃឹមថាគេហៅថាសង្វៀនធំនឹងមានការទទួលស្គាល់ត្រឹមត្រូវពីគេហៅថាសហព័ន្ធប្រទេសគេណាដើម្បីឲ្យកីឡាករគុនខ្មែរយើងចេញបានច្រើនដើម្បីឲ្យគេរឹតតែស្គាល់ជាងនឹងទៅទៀតកុំឲ្យតែស្គាល់តែមួយភ្លេតទៅបាត់ឈឹងលេងទៅគ្រាន់តែវាយចាញ់ម្ដងបាត់ឈឹងលេងទៅអញ្ចឹងកាលណាតែយើងចាញ់ហើយយើងខំប្រឹងដោះខាត់សមត្ថភាពថាយើងចាញ់តំណតាណាយើងត្រូវងើបទៅចំណុចហ្នឹងវិញបន្តទៀតដើម្បីឲ្យគេទទួលស្គាល់កុំស៊ីទៅលុយក្នុងស្រុកពេកយើងដើរទៅស៊ីលុយគេនៅក្រៅស្រុកខ្លះផងណាបាទអញ្ចឹងមួយវីដេអូនេះខ្ញុំនិយាយដូចលូនបញ្ញាជួបជាមួយនឹងកីឡាករជប៉ុននៅ K1 ដូចគ្នាខ្ញុំរកតែអញ្ចឹងរកតែកីឡាករដែលគេហៅថាចេញទៅសង្វៀនធំបែបហ្នឹងកុំខ្លាចកុំមកញើសប្រឹងផ្សព្វផ្សាយនៅសង្វៀនធំបើកម្មវិធីធំគេដាក់ឲ្យលេងខុសគ្នាតិចតួចឬមួយក៏យ៉ាងណាបើយើងខុសគេហៅថាខុសទៅទឹកដីទេប៉ុន្តែបើយើងនិយាយថាវាអត់បត់ពិសោធន៍យើងពេញលេងអស់ហើយទោះយើងទៅស្លាប់ក៏ដោយទោះយើងចាញ់ក៏ដោយទោះយើងឈ្នះក៏ដោយយើងខំប្រឹងអស់ពីលទ្ធភាពមកដូចមេងហុងអញ្ចឹងនេះជួបកីឡាករដែលមិនមែនខ្សោយទេនៅ K1 ខ្ញុំជឿជាក់ថាទោះគេដាក់កម្រិត B កម្រិត C ក៏ដោយកម្រិត A ក៏ដោយយើងខំប្រឹងបុកវឹកហាត់ទៅយកឈ្នះឲ្យបានបងប្អូនដើម្បីផ្សព្វផ្សាយវិស័យមួយនេះឲ្យគេស្គាល់ឲ្យដឹងមើលថាខ្មែរយើងមានគេហៅថាគុនខ្មែរមានចេះមួយចោះមួយអញ្ចឹងទៅទោះមុននឹងចាញ់យើងស៊ូឲ្យដល់ទីបញ្ចប់មើលបាទខ្ញុំចង់ឃើញបែបនេះសង្វៀនណាដែលល្បីយកខ្មែរយើងទៅដាក់ទៅហើយហាត់ឲ្យពេញលេងទៅកុំដើរលេងខ្ញុំជឿជាក់ថាខ្មែរយើងកីឡាករយើងនឹងខំប្រឹងទាំងអស់គ្នាដើម្បីយកមុខមាត់ជូនប្រទេសជាតិកម្ពុជាយើងសង្ឃឹមលើធនមេងហុងលើកនេះទោះជាយ៉ាងណាថ្ងៃក្រោយទៀតខ្ញុំសង្ឃឹមថាកបីព្រៃនឹងមានឱកាសឡើងទៅ K1 បន្តទៀតព្រោះអីដែលសារតែលើកនេះខកខានមែនក៏ប៉ុន្តែបានធនមេងហុងនឹងលូនបញ្ញាទៅចាំមើលទៅជួបលើកក្រោយទៀតខ្ញុំជឿជាក់ថាជាឱកាសរបស់កបីព្រៃហើយចាញ់ឈ្នះបន្តខំប្រឹងខ្ញុំនៅតែលើកទឹកចិត្ត